ខ្ញុំនឹងការឈឺដបៅនឹងគ្រោះថ្នាក់សាលាចរនេះអូហើមពីភ្លើងតលខំហើយដៃស្រាំឆ្អឹងចាតែឥឡូវវាជាណាមិញទឹកនោមផ្អែមមែនចាខ្ញុំទឹកនោមផ្អែមតាំងពី2022ចុង2022ហើយដល់ពេលខ្ញុំដល់ពេលគ្រោះថ្នាក់សាលាចរអស់សង្ឃឹមខ្ញុំនឹកឃើញណាស្រុកខ្ញុំនឹងអ្នកដែលដបៅសិតស្លាប់ស្អាតចាអ្នកដបៅសិតស្លាប់ស្រុកខ្ញុំមកអូនហើយខ្ញុំដល់ចាប់ផ្ដើមដបៅនឹងទៅពេទ្យគេលាន់មកថាមិនជាទេបើមិនជាមានស្លាប់អុយពីហៅទឹកជូតខ្ញុំថាខ្ញុំអស់សង្ឃឹមហើយវ៉ាចាដល់ធ្លុះចាមានបណ្ណាថាខ្ញុំឆ្អឹងណាបងហូចាណាដបៅឡើងហ្នឹងឃើញឆ្អឹងណាចាដល់ឆ្អឹងហើយហ្នឹងបាទជំរាបសួរពុកម៉ែបងប្អូនឥឡូវនេះយើងមកជួបជាមួយនឹងអ្នកជំងឺមួយរូបទៀតហើយដែលគាត់បានញ៉ាំជាមួយនៅសតបរានធម្មជាតិដើមសម្អោយត្រឹមតែ2កំប៉ុងឯងតបៅជើងធ្លុះឥឡូវនេះជាសះហើយបងប្អូនឥឡូវនេះកុំឲ្យខាតពេលវេលាយូរយើងទៅជួបគាត់ទាំងអស់គ្នានេះមិនមែនជារឿងលេងសើចរឿងប្រឌិតអីទេបាទមានន័យថារឿងនេះគឺជារឿងពិតតែម្ដងបាទជំរាបសួរអ្នកមីងបាទអ្នកមីងទាំងអស់គ្នាបាទទាំង3នាក់ឈឺទាំង3នាក់អ្នកណាអ្នកឈឺបាទគាត់ឈឺខ្ញុំអូនេះអ្នកឈឺឮថាមិនអស់2កំប៉ុងឥឡូវនេះដបៅមិនហីខ្ញុំនឹងការឈឺដបៅនឹងគ្រោះថ្នាក់សាលាចរនេះអូហើមពីភ្លើងតលខំហើយដៃស្រាំឆ្អឹងចាតែឥឡូវវាជាណាមិញទឹកនោមផ្អែមមែនចាខ្ញុំទឹកនោមផ្អែមតាំងពី2022ចុង2022ហើយដល់ពេលខ្ញុំដល់ពេលគ្រោះថ្នាក់សាលាចរអស់សង្ឃឹមខ្ញុំនឹកឃើញណាស្រុកខ្ញុំនឹងអ្នកដែលដបៅសិតស្លាប់ស្អាតចាអ្នកដបៅសិតស្លាប់ស្រុកខ្ញុំមកអូនហើយខ្ញុំដល់ចាប់ផ្ដើមដបៅនឹងទៅពេទ្យគេលាន់មកថាមិនជាទេបើមិនជាមានស្លាប់និយាយលឺធ្លុះដល់ឆ្អឹងហ៎ដបៅអូដបៅហ្នឹងខ្ញុំសុំមើលវិញបាទសុំមើលទឹកតែឥឡូវជាអូនឥឡូវជាអូសោះហើយអត់ឃើញហ្នឹងអានោះជាហ្នឹងការដបៅខ្ញុំឲ្យមើលមិញរូបភាពនេះមកសុំបើរូបនេះមកដបៅឡើងហូរឡើងអុយពីហៅទឹកជូតខ្ញុំថាខ្ញុំអស់សង្ឃឹមហើយវ៉ាចាដល់ធ្លុះចាមានបណ្ណាថាខ្ញុំឆ្អឹងណាបងហូរចាដបៅឡើងហ្នឹងឃើញឆ្អឹងណាចាដល់ឆ្អឹងហើយហ្នឹងឥឡូវជាហើយខ្ញុំហូបទៅជាបាល់ហ្នឹងបាទខ្ញុំយក2កំប៉ុងហ្នឹងយកដើម្បីឲ្យវាជាដាច់ញ៉ាំមួយកំប៉ុងជាបងតូចបងធំកំប៉ុងជាហ្នឹងតែមួយកំប៉ុងជាតែខ្ញុំយកមួយកំប៉ុងបងតូចបងធំក៏ញ៉ាំដំបងចាញ៉ាំកំប៉ុងតូចបាត់សោះអាក្រោយកំប៉ុងធំអូ2កំប៉ុងអត់ឃើញមិនទៅបើទេបងប្អូនតូចទេតែខ្ញុំយកហ្នឹងណាមីនក្នុងចាបាទនឹងសះចិត្តហ្នឹងណាអស់លីងមកសះចិត្តអស់ហើយហ្នឹងតែលោកខ្ញុំអូនខ្ញុំអស់សង្ឃឹមវិញហ្នឹងចាអស់សង្ឃឹមខ្ញុំមិនស្អាតចឹងទេណាហើយចូលធ្វើការបានទៀតបងប្អូនមើលចាតាបើមិនជឿទៀតនឹងនិយាយមិនទេមើលនៅនេះគេហៅភូមិអីបងភូមិថ្លកឃុំតាពាំងកងសុកសំរងតើងខេត្តកំពង់ស្ពឺបាទកំពង់ស្ពឺអញ្ចឹងអ្នកមីងគាត់ឈឺយូរហើយឈឺយូរហើយដី2011ចា2011តែខែ11ហើយរហូតដល់ខែ3ចូល4អាជាចឹងជាង10ឆ្នាំហើយចាហើយគាត់នៅខែ11ហើយឈឺហ្នឹងគេអត់ថាជាទេព្រោះអីគាត់ដបៅឡើងហូរដើរលេងរួចខ្មៅរមមកកណាត់ជើងក្រោមហ្នឹងហើយហូរតាណាអាលួយតាហ្នឹងហើយគេមានថាជាអ្នកស្រុកគេថាអត់មានថ្ងៃជាព្រោះអីក៏ដើរលេងរួចហើយបាទហើយដល់ថ្នាក់ខ្មៅមកកណាត់ក្រោមឡើងអាលងហើយខ្មៅអាលួយសាច់ហ្មងហើយឆ្នាំនេះប្រកាសជាប្រកែមែនបងប្អូនណាមិនមានជំងឺដូចគាត់ដូចជាមហារីកទឹកនោមផ្អែមតបាលួយបងប្អូនមកទិញភាសាទៅនឹងជាបានដូចបំណងខ្ញុំអត់កុហកអីអត់កុហកទេណាមីងនិយាយអត់មានកុហកអីណាអត់មានកុហកអីនិយាយថ្ងៃនេះថ្ងៃសិលអត់កុហកអីតាមនិយាយតាមត្រង់ឥឡូវថ្ងៃទី14 14បាទ14ខែ6 2026បងប្អូនហើយបងកាត់អីដែរឈឺអីដែរខ្ញុំកាពះពវៀនធម្មតាទេតែគ្រាន់ដាក់ទៅវាត្រូវហ្មងដាក់មួយថ្ងៃមួយកំប៉ុងទៅហូបទៅស្រួលមកកម្រងនោមអីនោមញឹកអីក៏បាត់ដែរខ្ញុំមានបញ្ហានោមញឹកទៀតតែគ្រាន់ណាខ្ញុំហូបទៅក៏បាត់ដែរនោមញឹកហ្នឹងណាអូនបាទនិយាយទៅជាទាំងអស់ដល់ពេលខ្ញុំស្រួលអញ្ចឹងទៅមីងខ្ញុំមានអាការៈអញ្ចឹងក៏ខ្ញុំឲ្យគាត់ទិញភាសាទៅក៏ជាមែនទៅមកមីងកដាលម្ដងឥឡូវមីងកាត់អីមីងខ្ញុំឈឺតែសន្លាក់ហ្នឹងលោកគ្រូហើយបត់ជើងទូចមកយប់4 5 6ដងឥឡូវមិនអីចាដល់ខ្ញុំហូបមកកំប៉ុងមុនដបងបាត់បត់ទៅនើមទូចហ្នឹងបាត់ទៅមកយប់នោមតែ2ដងឯទេចាឥឡូវខ្ញុំអស់2កំប៉ុងណា2កំប៉ុងតូចទេចា2កំប៉ុងតូចតាមបានមួយខែទៀតជាចាហើយតែវានៅនេះលោកគ្រូមិនអីទេអាការៈយើងឈឺយូរឆ្នាំអញ្ចឹងហើយឥឡូវបាត់ឡើងហើមហើយនេះមុនហើមខ្លាំងតែជើងខ្ញុំមុនហើមចេះអញ្ចឹងអូឥឡូវស្រកអស់ហើយហ្នឹងស្រកអស់ហើយប្រមុខដើមខ្លាំងហ្នឹង
hai vì muốn có vía ấy có đau với có វា vía ឥឡូវឃើញមិនជីកោះអង្គុយមក មួយចានហ្នឹង ញី គាត់ទៅណាទៅណីវានិយាយទៅធ្វើការយឺតបំផុតស្លូ មើលបងប្អូន កោះឯណាបង អត់កុហកអី បងប្អូន តោ មីងទាំង3នាក់គាត់ឈឺទាំង3នាក់ហើយឈឺនេះឈឺដល់កហើយ គាត់ប្រាប់ ឈឺស្រិតធ្ងន់ហ្មង អូបាទ ហើយនោមបាត់ជើងទូចអីតែ2ដង3ដងទេមកយប់ អា ឥឡូវហ្នឹង ពិបាកឯង អូគាត់តែ ឮ ដឹង ថា ខ្លួន វាមិនបងស្រីគាត់ថាវា ចាខ្ញុំចេះដើរតោងជាងអញ្ចឹងណាខំប្រឹងណា គាត់ងើបដំបងគាត់ងើបគូតមកមុន អូមិនធម្មតាទេបង ចា ប្អូន ដើរអស់បានអស់ហើយណា ដើរគាត់តែវាមិនទាន់ជាដាច់ទៅគ្រូ ទៅមកពីកំប៉ុង ប៉ុន្តែងើបដើរបាន បានដើរជីអីគេទៅអីស្រួលហើយ ស្រួលធម្មតាអញ្ចឹងទៅតែជើងអីលេងហើមលេងអី បាទអាហ្នឹងវាវិវត្តមករកផ្លូវជី ចា វាមិនមែនវិវត្តទៅតរុនតរាចាន់ទៅតរុនតរាណាមានតែបាត់ពីហើមមកស្រកហើយបាត់ពីនំញឹកមកយក4ដងមកសល់2ដងឯង ចា ពេលដើមនៅមុខអាជីពខ្ញុំខាងអ៊ុតសារួញអ៊ុតសាត្រង់ បាទ ដល់ពេលខ្ញុំចាស់ទៅរៀងតរន្តរាសាឡានេះ បាទ ក៏វាអត់កើតក៏ខ្ញុំមកធ្វើរោងចក្រខាងនេះខាងយាមទេ អូ ចាខាងយាមទេការងារហ្នឹងប្រាក់ខែមិនច្រើនទេចាញ់គេធ្វើការកម្មករឯងប៉ុន្តែតាមសំរុំកម្លាំងយើង បង ចា ប្អូ ស់ នរោងចក្រហើយជាស្គាល់មីងណាមើលណា បាទរោង ហើយឆ្លោះខ្លះហ៎ រោងចក្រស្គាល់កម្មករកកូក បាទ កូនកូនហៅខ្ញុំម៉ៃម៉ៃម៉ៃ7 3 អូម៉ៃ7 3 យ៉ាង បរិយរោងចក្រអី រោងចក្រខាងអើមិញរោងចក្រខាងកបោក ម៉ែ7 7មកកាក់ រោងចក្រកបោក បងប្អូនខ្ញុំឲ្យមើលជើងគាត់ម្ដងទៀតបងសម្បើកទូវីដេអូនេះមិញតិចមក មានពេលណាថារស់ទេអូនឯងគាត់ចាប់ដើមឈឺទៅពេទ្យក៏ពេទ្យថាមិនរស់ដែរ បាទ ខ្ញុំអស់សង្ឃឹម អ ណា េចូលមកតបៅដល់ថ្នាក់ហ្នឹងហើយបង ដល់ពេលក្មួយមកទេប្រាប់មីងបើកពីស្អប់មើលទៅ អីបងប្អូនតាជាទៀតនឹងនិយាយយ៉ាងម៉េចយ៉ាងបងមើល ឡើងខងហ្នឹង មើល គាត់នេះតាហូត បងមើលជាក់ស្ដែង មើលឥឡូវថ្ងៃនេះថ្ងៃ14បងប្អូនបាទ14មិថុនា ថ្ងៃហ្នឹងថ្ងៃស្ទិលអូនបងទៅវត្ត15ឆ្នាំហើយបងបានសិល5ទេណា ណាគាត់ចាំបាញ់អស់គ្នា បានសិល5ទេសិល8ខ្ញុំដាច់បានកើតទេ ចាំបាញ់ទាំងអ្នកថតចាំបាញ់ទាំងគ្រូចាំបាញ់ បានឆ្នាំ បាទ អស់គ្នាហ្នឹង ទឹកនិយាយតាមទៅឆ្នាំទឹកមិនអត់ទេមីខ្ញុំអត់មានសង្ឃឹមទេមានថ្ងៃចូលដៅទេ អត់ទេ ដល់ពេលផឹកឆ្នាំនោះជាដូច យើងរំភើបមែនតែនដល់ពេលជាមកភូមិចេះ តែដល់ស្រុកគាត់ថាដូចគាត់កើតម្ដងទៀតគេអត់ជឿថាគាត់ជាទេ បាទ ដល់ពេលឃើញហ្នឹងមានគឺសុំលេខនោមឯងខ្ញុំអញ្ចឹងណាអ្នកសុំលេខទូរស័ព្ទវាមិនជាឈឺតែប្រម៉ៅមិនតិចទៅទៅជាស្លាប់ហើយមកមិនខ្លាំងល្បាក់ប៉ុណ្ណឹងអូនគាត់ដាក់សាលា មីង ចុះ ភ័យ ហើមប៉ុណ្ណឹង មីងភ័យ ខ្ញុំភ័យដែរបន្ទប់អារម្មណ៍ចេះតែគ្មានណាជិះផុតទេតែឃើញអញ្ចឹងណា តែលើបាត់ភ័យមីងជាអី សងៃនឹងសុបាយដូចកើតម្ដងទៀតលោកគ្រូ ចូលទៅកាបានហើយ លោកគ្រូឡើងភ័យអាងឆ្នាំទឹកឡើងភ័យ បាទមិនធម្មតាទេបងប្អូនឈឺរាប់ឆ្នាំហើយគ្រាន់តែអាលៀកអីគេអាលៀកសំណាងហ៎ វាមិនដឹងអីព្រុសទៅសន្លប់ គេទាំងនោះប៉ែមអញ្ចឹងហើយមីងទាំងនោះប៉ែមអញ្ចឹងហើយ បាទលៀកសំណាងឡើងខងជើងឥឡូវជាបាត់ហើយបងប្អូនបាទ ឥឡូវនោះបាច់ទេបាយទៅហូបច្រើនលោកគ្រូអើយហូបឲ្យតោះខ្ញុំ5ថាកុំឲ្យហូបច្រើនពេកបាយ3ចានលោកគ្រូឲ្យមើល គេត្រូវឲ្យតមខ្លះ ហូបទៅតែលក់ស្រួលគេបើថាស្រួលហូបបាយដូចច្រកខុសរាល់ថ្ងៃបើថាមីសម្រាប់សិនទៅកុំហូបច្រើន តមប៉ែមតមអីខ្លះទៅណាបាទអញ្ចឹងអរគុណមីងទាំងអស់គ្នាហើយជូនពរឲ្យអាយុវែងគ្រប់គ្នា បាទអរគុណច្រើនបាទមីងបាទ